សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបង្រៀនបងប្អូនទាំងអស់គ្នាអំពីរបៀបប្រើប្រាស់ strategy AMD ដែលពាក្យពេញគេហៅថា accumulation manipulation ហើយ distribution structure របស់ strategy AMD គឺមានរូបរាងបែបនេះដំបូងវានឹង accumulation គឺផ្សារគឺវានឹង sideways បន្ទាប់មកផ្សារបុកយក liquidity buy side ឬក៏ sell side អញ្ចឹងឥឡូវគឺខ្ញុំឧទាហរណ៍ផ្សារគឺវានឹងបុកទៅលើគឺវានឹងបុក resistance យក buy side liquidity បន្ទាប់មកផ្សារគឺវាអត់ hold នៅ level resistance នេះទេនៅ level ដែលវា break out នេះទេប៉ុន្តែនៅពេលដែលវាបុក break យក liquidity buy side ហើយគឺវាធ្លាក់មកខាងក្រោមមកទៅហឹងវិញអាកន្លែងនេះគឺគេហៅថា manipulation ហើយនៅពេលដែលវាធ្លាក់នេះគឺគេហៅថា distribution អញ្ចឹងនេះគឺជា structure របស់ strategy AMD ជាដំបូងគឺវានឹងបង្កើត sideways គឺគេហៅថា accumulation បន្ទាប់មកផ្សារគឺវាបុកយក liquidity buy side ឬក៏ sell side ឥឡូវវាបុកទៅលើយក buy side liquidity គឺគេហៅថា manipulation បន្ទាប់មកផ្សារគឺវាធ្លាក់មកក្រោមខ្លាំងវិញអានេះគឺគេហៅថា distribution ហើយសម្រាប់ structure នៅពេលដែលវាយក sell side liquidity ក៏ដូចទៅនឹងយក buy side liquidity ដែរជាដំបូងគឺវាផ្សារនឹងបង្កើត accumulation គឺវានឹង sideways បន្ទាប់មកគឺវានឹងបុកយក sell side liquidity ហើយបន្ទាប់មកគឺវាធ្លុះ break resistance បុកឡើងទៅលើខ្លាំងវិញអញ្ចឹងអាក្រោមនេះនៅពេលដែលវាធ្លាក់យក C support យក sell side liquidity នេះគឺគេហៅថា manipulation បន្ទាប់មកគឺវាបុកធ្លុះ resistance វិញនេះអញ្ចឹងអានេះគឺគេហៅថា distribution ឥឡូវគឺយើងក៏លេចមកមើលឧទាហរណ៍ជាក់ស្ដែងនៅលើ chart របស់ gold វិញនេះផ្សារនៅកន្លែងនេះគឺវាជាដំបូងគឺវាកំពុងតែ sideways ទេវាកំពុងតែ accumulation បន្ទាប់មក candle នេះ candle bullish engulfing នេះគឺវាបុកឡើងទៅមកទៅហឹងទៅលើនេះអញ្ចឹងគឺវាបានយក liquidity buy side ហើយវាបុក C resistance ហើយចា candle នេះ candle ឈ្ងុយតឯងនេះគឺវាបុក C buy side liquidity ហើយបន្ទាប់មកផ្សារនៅពេលដែលវាយក liquidity buy side ហើយគឺវាបានធ្លាក់មកខាងក្រោមដើម្បីយក feel favorable game នៅខាងក្រោមនេះឥឡូវយើងក៏លេចមកមើលសារនៅកន្លែងនេះវិញនៅពេលដែលវាយក sell side liquidity ជាដំបូងគឺវាបាន sideways គឺវា accumulation បន្ទាប់មកគឺវាបានបុកទម្លុះ support គឺវាបានយក sell side liquidity នៅខាងក្រោមនេះហើយបន្ទាប់មកនៅពេលដែលវាយក sell side liquidity ហើយគឺវាបានបុកធ្លុះទៅលើដើម្បីយក buy side liquidity វិញអញ្ចឹងអា strategy AMD នេះគឺជា strategy មួយដែលខ្ញុំអាចនិយាយបានថាគឺវា strategy C stop loss គឺវា C stop loss អ្នក buy គឺវា C stop loss អ្នក sell អញ្ចឹងក៏វាបុកយក sell side ផងគឺវាបុកយក buy side liquidity ផងហើយសម្រាប់ strategy នេះបើបងប្អូនចូលចិត្តអាចយកទៅ back test ឬក៏ប្រើអនុវត្តផ្ទាល់នៅក្នុង live trading ទៅហើយវីដេអូរបស់យើងគឺមានប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀត